ឬនៅពេលមកងារ shortcut key ចឹងដំបូងឡើយគឺ Control A យើងចុចលើតារាងមួយហើយចុច Control A គឺស្លេចទាំងអស់បន្តមកទៀតគឺ Control C យើងដើម្បីថតចម្លងវាហើយយើងចុច Control V ដើម្បីបិទភ្ជាប់ខ្ញុំចុចខាងស្ដាំនេះ Control V បិទភ្ជាប់បើសិនជាពេលតារាងវាមិនបានពេញcolumn ដូចអាដើមទេយើងអាចមើលកន្លែង Control នេះហើយយើងមើលកន្លែងនេះគឺ Keep Soft Column ដូចគ្នាមួយទៀតគឺ Control LV Control LV គឺដើម្បីបិទភ្ជាប់ពិសេសអូខេបន្តមកទៀតយើងអាចចុចនោះគឺ Control D Control D ដើម្បីបំពេញទៅក្រោមគេន័យថាយើងមានតន័យដូចគ្នាបែបនេះហើយចង់បំពេញទៅក្រោមគឺ Control D អូខេយើងចង់ច្រឡំតន័យទៅស្ដាំជា Control R ដូចគ្នាអូខេមួយទៀតគឺ Control Arrow Key ការចុច Control បូក Arrow Key គឺដើម្បីប្រូទីតាំងមកគេន័យថាយើងចុច Control Arrow Key ទៅស្ដាំវាលោតទៅស្ដាំផុតចុច Control Arrow Key ទៅក្រោមវាលោតទៅក្រោមចឹងអាចវិលជុំចឹងបានបើសិនករណីយើងដល់ក្រោមតារាងចុច Arrow Key ទៅក្រោមទៀតវានឹងលោតទៅដល់ចុងផុតនៃ headset របស់យើងចុច Control Arrow Key ទៅស្ដាំចុចទៅដល់ចុងផុតនៃ column របស់យើងអាចត្រឡប់ទៅ home វិញចុច Control Key ហើយ Arrow Key ទៅស្ដាំទៅលើវានឹងដល់កន្លែងដើមវិញអូខេ Save Arrow Key Save Arrow Key គឺដើម្បី select ទីតាំងរបស់តារាងរបស់យើងកាលយើងចុច Save Arrow Key ទៅស្ដាំមួយវានឹងដល់ស្ដាំប៉ុន្តែបើសិនចុច Save Arrow Key ទៅក្រោមវាដល់ទៅមួយយើងអាច select អញ្ចឹងបានឡើងមួយទៅស្ដាំឡើងមួយបានដូចគ្នាចុងក្រោយគឺ Control Save Arrow Key គឺ Control C Arrow Key ដើម្បី select ទីតាំងរបស់តារាងរបស់យើងចុច Control C Arrow Key ទៅក្រោមវាស្លេចដល់ទៅក្រោមតែម្ដងទៅស្ដាំវាទៅស្ដាំតែម្ដងខុសគ្នាផង Control A ថាយើង Control A ស្លេចទាំងអស់តែម្ដងប៉ុន្តែបើសិនជា Control C Arrow Key យើងអាច select ទៅក្រោមតែម្ដងឬក៏ទៅក្រោមហើយបានទៅស្ដាំតាមទីចិត្តរបស់យើងបាទវីដេអូមានប៉ុណ្ណឹងទេអរគុណច្រើន